បរោះម្នាក់នេះត្រូវបានកូនបាល់ទូចមួយឆ្លាត់មកចំក្រលៀនរបស់គាត់បណ្ដាលឲ្យស្លាប់ភ្លាមនៅពហុកីឡដ្ឋានឈ្មោះ US Open នៅក្នុងឆ្នាំ1983បរិសម្នាក់នេះមានឈ្មោះថា Dick Van Den ត្រូវបានក្មេងម្នាក់ដែលមានអាយុត្រឹមតែ17ឆ្នាំប៉ុណ្ណោះវាបាល់របស់គាត់លាត់មកចំគាត់បណ្ដាលឲ្យស្លាប់ភ្លាមនៅទីនោះគូបញ្ជាក់ផងដែរថាបរិសដែលអង្គុយដែលមានឈ្មោះថា Dick Van Den គាត់គឺជាកីឡាជើងចាស់តែគាត់ត្រូវអង្គុយមើលយ៉ាងយកចិត្តទុកដាក់ពេលនោះបាល់បានផ្លាត់មកចំគាត់បណ្ដាលឲ្យគាត់មានការភ្ញាក់ផ្អើលកៅអីរបស់គាត់បានផ្ញើជើងទៅក្រៅបណ្ដាលឲ្យក្បាលរបស់គាត់បែកយ៉ាងច្រើនធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលើជុំវិញនឹងមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងពេលនោះគ្រូពេទ្យនិងអ្នកជួយសង្គ្រោះបន្ទាន់បានចូលមកដល់នេះភ្លាមហើយបញ្ជូនរបស់គាត់ទៅមន្ទីរពេទ្យយ៉ាងលឿនតែគួរឲ្យសោកស្ដាយគាត់មិនអាចស៊ូទ្រាំនៅការឈឺចាប់របស់គាត់ក៏បានប្រឡែងខ្លួនរបស់គាត់ស្លាប់បាត់ទៅយើងមិនអាចគិតទុកមុនបានទេថាយើងអាចនឹងស្លាប់នៅកន្លែងដែលគេប្រកួតយកឈ្នះចាញ់មួយនេះអញ្ចឹងសូមថែរក្សាខ្លួនរបស់អ្នកទាំងអស់គ្នាកុំឲ្យមានជួបហេតុការណ៍ដូចបែបនេះ